រឿងអាស៊ុយអាឡេវលួចសេះសេដ្ឋីមានសេដ្ឋីម្នាក់មានសេះដ៏ល្អមួយក្បាលហើយគាត់តែងតែអួតថាគ្មានចរណាម្នាក់អាចលួចសេះគាត់បានឡើយព្រោះគាត់យាមកាមយ៉ាងតឹងរ៉ឹងបំផុតឬដូច្នោះអាឡេវក៏ចង់សាកល្បងប្រាជ្ញាយប់មួយអាឡេវបានលុបចូលទៅក្នុងក្រោលសេះប៉ុន្តែជំនួសឲ្យការលួចជិះសេះរត់ចេញភ្លាមអាឡេវបែរជាប្រើល្បិចដ៏ចម្លែកមួយគេបានយកកម្រាលព្រំមកគ្រប់ពីលើសេះរួចហើយគេដេកនៅពីក្រោមពោះសេះនោះតែម្ដងពេលសេដ្ឋីមកត្រួតពិនិត្យគាត់ឃើញមានអ្វីប្លែកនៅក្រោមពោះសេះក៏ស្រែកសួរថាណែកអ្នកណានៅនឹងអាឡេវធ្វើជាយំខ្សឹកខ្សួលរួចឆ្លើយថាពិតលោកម្ចាស់ខ្ញុំគឺជាទេវតារក្សាសេះយប់នេះមានគ្រោះចង្រៃធំណាស់ខ្ញុំត្រូវតែមកនៅការពារសេះលោកម្ចាស់កុំឲ្យចោរលួចបានលោកម្ចាស់ត្រូវជួយខ្ញុំផងបើមិនដូច្នោះទេសេះនេះនឹងត្រូវបាត់បង់មិនខានសេដ្ឋីដោយសារតែភាពលោភលន់និងខ្លាចបាត់សេះក៏ជឿស្លុងរួចសួរថាតើខ្ញុំត្រូវធ្វើដូចម្តេចខ្លះអាឡេវប្រាប់ថាលោកម្ចាស់ត្រូវទៅរកទឹកមុនមកប្រសិទ្ធិសេះនេះជាប្រញាប់ចំណែកឯខោអាវនិងគ្រឿងអលង្ការដែលលោកម្ចាស់ពាក់នេះត្រូវដោះទុកនៅទីនេះសិនព្រោះវាមានក្លិនមនុស្សដែលធ្វើឲ្យទេវតាក្រៅស្រុកមិនហ៊ានមកជួយសេដ្ឋីក៏ដោះគ្រឿងអលង្ការនិងខោអាវល្អឲ្យអាឡេវកាន់រួចរត់ទៅរកទឹកមុនបាត់ឆ្លៀតឱកាសនោះអាឡេវក៏ពាក់ខោអាវសេដ្ឋីឡើងជិះសេះហើយបោចេញទៅបាត់ស្រមោលដោយសុវត្ថិភាពលុះសេដ្ឋីត្រឡប់មកវិញឃើញតែក្រោលទេទើបដឹងថាខ្លួនចាញ់បោកចោលល្បិចក៏បាត់ទៅហើយអត្ថន័យអប់រំកុំមានមោទនភាពហួសហេតុលើខ្លួនឯងពេកកុំជឿពាក្យអ្នកដទៃងាយដោយមិនបានពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយជាពិសេសនៅពេលដែលយើងមានភាពភ័យខ្លាចឬលោភលន់